ស៊ូបងប្អូនជួបជាទីក្រុមនឹងជាទីមេត្រីឥឡូវនេះបន្ទាប់ពីបានមើលនៅការបបបំរុយបង្គោលព្រំដែនលេខ229នៅគុំគ្រោះហើយយើងបានធ្វើដំណើរត្រឡប់ទៅកាន់ទីក្រុងភ្នំពេញវិញដើម្បីដែលខ្ញុំបានជម្រាបជូនមុននឹងបន្តិចគឺថាយួននឹងបាទគេបានបង្កើតលបែងការលេងគឺជាជលមន់ជលអីជាដើមមិនគឺឃើញពួកយួនមកគឺមានសតកម្មមន់បាទមន់កោកហើយអាគារដំបូលក្រហមនោះផ្ទាល់គឺជាអាគារសម្រាប់ការលេងល្បែងហ្នឹងឯងតែយួនបានចូលពីដីយួនហើយមកលេងល្បែងនៅលើដីខ្មែរយើងនេះឯងនៅព្រំដែននេះឯងហើយក្នុងនោះជាការចាប់អារម្មណ៍គឺថាយួនជាច្រើនបានចូលមករស់នៅតាមបន្ទាត់នៃព្រំដែនគឺថាគេកំណត់របស់យួនគឺថាចំណុចសប៉ុន្តែនេះគឺជាការដែលកំណត់មកលើទឹកដីខ្មែរក៏ប៉ុន្តែចំពោះទឹកដីយួនវិញគឺណែមានអ្វីដែលជាតំបន់សនោះទេនេះកាន់តែច្បាស់គឺជាកន្លែងលបែងមង្គលមាន់ហើយយួនបានយកមកលេងនៅលើទឹកដីខ្មែរ